បែចា copy pasha ការភិកដូចនិយាយការភិក balance ហ្នឹងគឺ counter កុំឲ្យយកមក counter ត្រង់គាត់ ហ្នឹងហើយ បាទចំណេញលើចំណេញ បាទ ចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ហ្គេមទី2រវាង CPU Gaming បាទជាមួយនឹង Galaxy Legend បាទយើងដឹងស្រាប់ហើយជាមួយនឹង Galaxy Legend គឺកំពុងតែនាំមុខមួយបន្ទុកមុនទៅលើ CPU Gaming បាត់ទៅហើយបាទចឹងចូលមកភ្លាមជាមួយនឹង OP ដោយតែហ្គេមទី1ចឹងបាទទៅក្លុកជាមួយនឹងការបើកមែនទៅលើ Lin ប៉ុន្តែ Lin ធ្វើការគួបម្ដាយពីដៃរៀងលោឈាមណាទុកឈាមឲ្យពីគ្រាប់ក្នុងការរត់ដកថយមកវិញប៉ុន្តែពី OP ដេញបាយ OP ហាក់ដូចជាខាត់ពេល spam ណាជាមួយនឹង Lin ណាព្រោះដោយសារ OP តែតិចទៀតគាត់មាន level 2ទៅស្រោបឈាមឡើងឈាមយកមកដូរហ្នឹងហើយ trade លេងហើយដូរ trade លេងហើយ PC AU បាទគាត់ចង់លេង set early game វិញលេង aggressive ដូច game មិញទៅចាញ់វិញ បាញ់ fail ទៅយកមក បាទព្រោះ early game សំខាន់មែនទេជាមួយនឹងការបន្ត flow ខ្លួនឯងចូលដល់ mid និង late game បើយើង fail early game គឺពិបាក snowball ទៅវិញបាទចឹងនៅក្នុង game នេះជាមួយនឹង Cadenza ក៏ដូចជា Shadow ដូចជាអត់សូវមាន combo គ្នាទេគ្រាន់តែធ្វើជា hero front line ដើម្បីឲ្យទប់ជាមួយនឹងរបស់ Sing ដូចគ្នា full damage ពី Wiki អមលំ mark man បាទអត់យក Tenacity ទេអត់យកអត់ទេ full damage យកហ្មងទាត់យកហ្មងទាត់ក្នុង lane យកហ្មងបាទខូខៅបាទចឹងរៀងស្ងប់ឆាត Shadow ក៏នៅក្បែរនឹងដូចគ្នាជាមួយនឹង Shadow level 3ចាយត្រីមួយម្ដង OP ចាយជាមួយនឹង Flicker អត់មានបញ្ហាទៅលើជាមួយនឹង Vado ឬក៏ណា Vado មានជាមួយនឹង Spell ឡងប៉ុន្តែយូមកពីខាងក្រៅក៏ Densa ធ្វើការបើក map មួយឲ្យឃើញជាមួយនឹង map របស់ Detective ដូចគ្នា Densa មិញគ្រាន់មកបិទទេណាអត់ឲ្យអត់ចូលអត់ឲ្យគេចូលមកពី back line ហ្នឹងបាទទៅទៀតហើយ Shadow នៅសល់ជាមួយនឹង Sprint តែមិនបញ្ហាសម្រាប់គាត់ទេចង់ផោកជាមួយនឹងឈាមរបស់គាត់ចូលតែស្មៅបន្តិចឡើងឈាមពេញបឹបមកវិញតទី1បាទចាឥឡូវតទី1ក៏មានការស្ពតមកវិញគ្នាប៉ុន្តែយើងមើលជាមួយនឹង Goland Vicky ដូចជា Sing level ស្មើគ្នាក៏ដូចជា Galan នេះជាមួយ Detective level 4ជាមួយនឹង Lin ក៏ level 4នេះគ្នាទៅជាមួយនឹងការចាប់ទៅលើ OP គក់ OP ពីដៃធ្វើការមកពីខាងក្រៅនេះគ្នាពី Vado មានជាមួយនឹង Arty ធ្វើការយូរទៅលើ Cadenza មានការបើកជួយនឹង Arty បន្តយកតាមដល់ពី C ឲ្យមានបញ្ហាជាមួយនឹង Ike ធ្វើការ copy ជាមួយនឹង Arty យកដល់ជាមួយនឹង Flicker Post Ball Vado Detective ឲ្យមានបញ្ហាដែរទេប៉ុន្តែយើងមើលជាមួយនឹង Vado ក៏មានការដេញគក់យកតាមដល់ពី Lin ធ្វើការបាញ់ជាមួយនឹង Vado ចូលជាមួយនឹង Spell មួយជាមួយនឹងការ observe មួយបើពី Lin ប៉ុន្តែអានេះបានជាមួយនឹង double kill មកដល់ពី Lin ក៏ដូចជា Line ជាមួយនឹង Detective ចង់ទៅណា Shadow ធ្វើការបើក map ក៏ដូចជាមានការ reset ជាមួយនឹងឈាមមកវិញមកដែរពី Lin ក៏ដូចជា Detective អានេះអញនិយាយណាតែសារteam fight តែសានយូនោះយូណាមិនមែន team fight យូធម្មតាយូតែសានយូនោះយូDetective ចង់ដែរនឹងយូតែសល់ stream យូតែក៏ដូចជាការបុកបាល់យកតាមដល់ជាមួយនឹងការបើក portal ឲ្យមានបញ្ហាដែរតែជាមួយនឹងការតាច់ជាមួយនឹង Grand Saba ពីបន្តរបស់ C បើយកជាមួយនឹង Shadow ធ្វើការដេញគក់នៅក្នុងផ្ទះយូបើចង់ក្រោយ Shadow ទៅវត្តភ្នំដូចគ្នាពីដូរនឹងមួយតែការប្រើនេះវាច្រាច់ចឹងដែរបន្តអូ Flicker មាន flick ដូចគ្នាអត់មាន flick មិញបាទគាត់ copy air strike របស់ Z មិញហ៎បាទអត់ទេមិញបើសិនជាកន្លែងអៃគីគាត់ដាក់ control លេងមួយកន្លែងហ្នឹងគាត់ឈ្នះ server ហ្នឹងហ្មងប៉ុន្តែគាត់ control វិញបាទចឹងអ្នកគ្នាមើលជាមួយនឹង team បានយ៉ាប់បច្ចុប្បន្នអ្នកដែលដូចរៀងតែមទីដែរជាមួយនឹង Sing ទៅលើនេះណាបាទទៅទៀតហើយបាទឌូអត់មានជាមួយនឹង Spell ឡងទេប៉ុន្តែវត្តមាន Jungler ទាំងពីរកំពុងតែព្យាយាម farm យក level រៀងខ្លួនចោលមួយចូលអាយុកាលថោទី2ឥឡូវបើជ្រុលចឹងយើងលេងបាច់យកថថមកសន្យានេះចាប់ដៃគ្នាមកបាទឥឡូវមិនដែរតែបើថថនេះចូលដល់4នាទីអាយ៉ាគួរយកតាមដល់ Shadow ពូវ៉ានូលោឈាមក៏ដូចមានការ copy អត់តែយកតាមដល់ពី Ike ធ្វើការបាក់ខោមកដើម្បី team គាត់ដូចគ្នាជាមួយនឹងការយកថថទី1ថាថមកនេះមិនទាន់បានសម្បីតែមួយរវាង team ទាំងពីរយើងមើលជាមួយនឹង mid lane មានការ head មកវិញនេះគ្នាបាទដូរធ្វើការជាប់ជាមួយ start មួយកន្លែងនេះជាមួយនឹង Ike ធ្វើការបន្តជាមួយនឹង skill មក PC បុកមកដាក់មួយពី Cadenza ធ្វើការដាច់ជាមួយនឹង Artemis របស់ C បាទហើយ OP ចូលដល់បាំងមែនធ្វើការដាច់ចូលឈាមយកតែដល់បន្តជាមួយនឹងថទី1គឺបានទៅលើ Galaxy Legend ទៅ OP clean ពី Galaxy ដោយសារគេបំបាយ straight នេះយកតែហ្មង wow គេចែកគ្នាត្រូវធ្វើយកហ្មងអ្វីដែលសំខាន់ Shadow ទូនាទីរបស់គាត់គឺ lock ទៅលើ Vado ឲ្យ low ធ្វើមិនឲ្យ Vado អស់ ultimate ឬមួយក៏អស់ spell បញ្ចិនបាទ Densa ចង់តែបដាច់ stun របស់ C បាទទៅចែកគ្នាយកទៅអាយ៉ាកន្លែងនេះជាមួយនឹងការដកថយលឿនឆ្កើយកតែម្ដង Magnu ជាមួយនឹងការចាយ retrieve យូសិនបានទៅលើ Lin ទេប៉ុន្តែយើងមើលជាមួយនឹង Vado ក៏អស់ជាមួយនឹង ultimate ដូចគ្នាកន្លែងនេះជាមួយនឹងការផ្ទុះស្ដោះយកតែម្ដងពី Lin បាទយ៉ាខ្ញុំយ៉ាប់អូយវាយទៀតហើយ Shadow គក់ OP យកតែម្ដង OP ប្រយ៉ាទេជាមួយនឹងដើម្បីរបស់ Shadow គឺច្រើនមែនតែម្ដងនៅ early game យេ
4 នាទីដែល team fight កើតឡើងប្រហែលនេះដូចជាយូរពេកហើយជាមួយនឹង Galaxy គឺគាត់យល់នៅ position ខ្លួនឯងយ៉ាងច្បាស់នឹងជួននាទីមួយរាល់ការ control RTK បាទគាត់ចែកឲ្យដាច់ទៅតែម្ដងជាមួយនឹង Shadow ក៏ចាំតែផោកទៅលើ detective ក៏ដូចជា Vado បាទអញ្ចឹងឲ្យគេឲ្យបលែងឲ្យ2ចូលចំណែក IC វិញគឺទុកឲ្យតែ Cadenza ដើម្បីបដាច់ stun បដាច់ skill គាត់ទៀត stun បដាច់ skill យើងវ៉ាវបាទ clean threat ពី Galaxy បាទតាមតែ early game តែម្ដងជាមួយ CLU Gaming បាទដូចជាហុចឲ្យជាមួយនឹងខាង Galaxy រៀង lead early game វិញព្រោះតែថតអំបញ្ញវិញធ្លាក់ទៅលើ Galaxy Legend នៅគ្នាក៏ដូចជា Orange buff មួយបាទចឹងមកធ្នូជាមួយនឹងការយក experience crab ពី detective ក្នុង game នេះ level 7 shadow level 9ណាបាទ lead គ្នាពី level Sky ភាសាទៅចាញ់គេស៊ីងអាយ៉ាស៊ីងអាចមានបញ្ហាបើផតថតបន្តអាទីយកតំណជាមួយនឹងការចូលទៅលើមីលីនលងខ្លួនឬក៏យ៉ាងណាជាមួយនឹងការដាច់បានទៅលើស៊ីងក៏ដូចជាមានការតថយបានឬក៏បានជាមួយនឹងលេងក៏ដូចជាសមដៃចុងក្រោយជាមួយនឹង Torrent គួរយក detective ធ្វើការបានគៀបតែសមដៃចុងក្រោយមានបញ្ហាដែរតែជាមួយនឹងការដាច់ជាមួយនឹង Vicky ចូលបានលងហើយបានធ្វើការចងបានពីរកដូចគ្នាជាមួយ Shadow ក៏មិនអាចទៅណាដូចគ្នាមានតែធ្វើការបង្ខំចិត្តជាមួយនឹងការដាច់គួរវិញទៅលើ detective តែគួរ detective បានតែជាមួយនឹងការដាច់ខ្លួនឯងចៃ flicker មួយពី IK ចាប់តែណាស៊ីធ្វើការចៃ flicker ចូលមកជើង stand ទៅជាប់ឬក៏មិនជាប់ជាមួយនឹងការដាច់កាប់យកទៅពី OP តែ IK នៅតែរកខ្លួនបានដូចគ្នាអូយដោយសារតែស៊ីមិន conflict ទៅ pop skill ទី1ផងឯងបាទចងជើងមិញអាចមិនទៅណាក់ដែរតែមិញអាចជា miscommunicate តិចអត់បងកាកាពីលិនណាដែលគាត់រៀង over ដែរចង់ kill ទៅលើស៊ីគាត់ពេលធ្វើឲ្យជ្រៅបាទកាដានសាមានផលថតដល់ Grate ជាមួយនឹងការបន្តអាត្មែតយកទៅដល់ PC ក៏ដូចជាកន្លែងនេះមួយនឹងដេញបាញ់តែទៅលើកាដានសាបាត់ហើយលេងដាច់ជាអ្នកបន្ទាប់ឬក៏យ៉ាងណាជាមួយនឹងការដេញបាញ់ក្នុងដេមដៃមកការដាច់ shut down ពីសេងបាទពីគ្នាក្នុងដៃក៏ដូចជាមានការដេញវាយជាមួយនឹង Shadow យកទៅដល់ Shadow defense ជាមួយនឹង T1 ត្រេននៅខាងផ្លូវដំឡេនបានឬក៏បាប់ដៃយកមកជាមួយនឹង OP បាក់មែនយកទៅដល់ IK ហើយមានបញ្ហាជាមួយនឹងការបាញ់អាត្មែតពីគ្រាប់រងបលសេងម្ដាយចុងក្រោយជាមួយនឹងការបាញ់ Shadow តែបាញ់អត់តែមានការដកថយលឿនឆ្កឹះយកទៅដល់បេឡាញអត់ទេបាទណាមួយជាការ threat នោះទេពីខាង CU ក៏ដូចជា Galaxy បាញ់មិញបាទចំណេញដូចគ្នាដែរក៏លេជាមួយនឹង Goldland គឺសិងគ្នានាំមក goal ផងដែរទៅលើ Vicky បាទតែជាមួយនឹង Jungler គឺខុសគ្នាតិចតួចណា Midland C ក៏នាំមុខដែរទៅលើ IK តែតិចតួចទេបាទចឹង800 goal ในការនាំមកពីបាដូដូចគ្នាជាមួយនឹងការ chain មកវិញគឺ 2700 ជាការ chain បាទឥឡូវជាមួយនឹងការបាល់អត់តែយកតែដល់ PC អត់មានអ្នកបដាច់អត់តែរបស់ C ទេក៏ដូចជាកន្លែងនេះជាមួយនឹង T1 Trade នៅតែ defend បានដូចគ្នាពី Galaxy Legend យ៉ាកាដេនសាធ្វើការដេញវាយយកដល់ពី OP ចៃ flicker មួយពីកាដេនសាមានបញ្ហាជាមួយនឹងការដេញវាយទៅខាងណាខាងណៃដែរជាមួយនឹងការបាក់ផតថបបណ្ដាជុំគ្នាអត់ទាន់ដឹងថាវត្តមានរបស់ខាងណាវាយគ្នាទេក៏ដូចជាកន្លែងនេះអាចមានការបាញ់ចេញពីសេងបានជាមួយនឹង kill វ៉ា Where sing ណា sing វ៉ាដាច់បាទូទេចាយ spell ច្រើនដែរបាញ់មិនដើម្បីបដាច់បានជាមួយនឹងបាទូមួយកំពុងតែបន្តបុកជាមួយនឹង T1 Trade ដល់ហើយជាមួយនឹង T1 Trade ដេញវាយទៅលើដេញសមមកជើងចុងក្រោយជាមួយនឹង IK ចាំបង្ហាញលើនេះបានដៃយកមកជាមួយនឹងការចៃ flicker ដកថយទៅដល់អូពីធ្វើការដេញកវីក្បត់ខ្សែក្បត់យកតែម្ដងហើយមានការដេញវាយដែរទេពេលសេធ្វើការបន្តជាមួយនឹង skill ទៅលើលេនអាចមានសល់បញ្ហាជាមួយនឹងការបន្តអត់តែដាច់បាត់ហើយពីសេបាទវ៉ាវលេនថ្មីបិទតែមាន damage ក៏ប៉ុន្មានតតទេក៏ប៉ុន្តែបច្ចុប្បន្នលេនគាត់មិនមែនជា hero ដែលត្រូវពាក់ defend front line ទេបាទអញ្ចឹងគាត់ត្រូវលួចឲ្យ team damage បានលេងបាទអញ្ចឹងជាមូលហេតុដែលគាត់មាន damage តែថយបាទចាំភ្លាមVicky ឲ្យបានចូល team fight ដែរទេពី Shadow ធ្វើការបាក់មែនក៏ដូចជាសេបតជាមួយនឹងអត់តែទៅលើ Cadenza លោជាមិនដូចជាថល lot ទី1បានទៅលើ CLU Gaming បើយើងនិយាយពី Golan ទាំងពីរចូលដល់ late game ទី break ចេញពី Vicky ក៏មានច្រើនប៉ុន្តែអ្វីដែល Vicky គាត់ប្រហែលលេងគឺដោយសារតែស៊ីគាត់តែងតែសូន Vicky ឲ្យតនោះទេបាទចាំ T1 អាចទុកបានដែរទេជាមួយនឹង2គ្រាប់របស់សេងគេរត់ដល់ឡយយោសេងកាចមួយលើកដៃកន្លែងចិត្តទូនប្រូ VR តកែងមកមួយបាទមួយញ៉ាំបាយបច្ចុប្បន្នជាមួយនឹងការលេង9និង20វិនាទីជាមួយបន្ទុកខៀប9ទៅ5ទេការនាំមុខ 4k goal ត្រឹមឡងទី1បងអាកាបាទចាឥឡូវភ្លាមT1 Trade នៅខាងផ្លូវ Midland អាចនឹងដាច់ឲ្យពីវត្តមានរបស់ CLU Gaming ក៏ដូចជាការដេញបាញ់យកតាមដងពីសេងអាច snowball បានហ្គេមនេះធ្វើការដេញវាយក៏ដូចជាមានការបាក់អល់តិមេតយកតាមដង copy RT ឬវាយធ្វើការបន្ត RT មកឲ្យ OP សមតែចុងក្រោយយកមកជាមួយការយកវិញគេមកតាំងពី detective ធ្វើការដាច់យកតាមដងគេភុក Vicky យកមកលើគេនិយាយទៅថាគេនៃការ lock របស់គេគឺ always Vicky យកមកណា
tới vậy với kia con tụi mình chán à mà critical đâm stake mà có phần này là sai là kia mà nói con vay nó tê bà hiến cho vay kia nó mà đặt quạt đôi kia ta chúng mình theo thu được hàng thổ ផាសិលទៅរ៉ែទុកពឹងក៏ដូចជាឡត់ធ្វើការបង្ហក់មកតាច់ឈាមអស់ពាក់កណ្ដាលក៏ដូចជាកន្លែងនេះជាមួយការទាំងបាញ់បាក់អត់ទៅទៀតដែរពីសេបាក់អត់ទី cover មិនឲ្យមានការប៉ះជាមួយនឹងឡត់ទេពីព័ត៌មានរបស់កលាក់សេលេចានអានេះមានការដាច់ជាមួយនឹង T3 Midland មកលេងចោលធ្វើការដកថយរៀងៗខ្លួន ត្រឹមឡត់ទី1បាន T3 មកផ្លូវចំណេញដែរ យ៉ាផត នៅខាងលើចាប់បាននោះជាប់ឬក៏មិនជាប់ចាប់បានទេគេអាចមកជុំគ្នាដែរទេចាប់បានទៅណាចង់ទៅណាកាដិនសាធ្វើការដេញវាយពីអូពីធ្វើការដាច់ជាមួយនឹងអាតម៉េតក៏ដូចចូលបានទី1 trend នៅខាងផ្លូវ top lane យកទៅតែមិនទាន់ចាប់ទេជាមួយនឹងការដេញវាយជាប់មកស្តានបន្តអាទីកាដិនសាក៏មានការបាយវ៉ាវវាយដល់ក្នុងផ្ទះ អូយគ្នារបស់គាត់មិនចេះសម្រាប់ចិត្តត្រូវបងការទៅវិញលឿនមិនបើសិនជាហូរមកបន្តិចទៀតមកហើយបាទ rotation គេលឿនដែរ បាទ អូចឹងគេយកបានដល់ធាទូត្រែខាងលើពី CU Gaming បាទអាយ៉ាអូពីធ្វើការដេញវាយជាមួយនឹង IK ចាយជាមួយនឹង Flicker មួយបាទហើយពី IK បាទ game នេះគឺអ្វីដែលល្អបំផុតហ្នឹងគឺគាត់មានជាមួយនៅ OP រយៈស៊ីនៃការតេស្តឈាមទៅលើខាង Galaxy Legend គឺអត់ចង់ឲ្យគាត់បើក portal បាននោះទេអញ្ចឹងបើក្នុងគាត់ជំនន់គាត់សម្រេចចិត្តឲ្យបើក portal objective ឬក៏អ្វីមួយដែលគាត់ចង់បានត្រូវបាត់បង់ទៅតែម្ដងជាពិសេសការណាជុំគ្នារបស់ CU Gaming គឺធ្វើឲ្យ portal របស់ Cadenza ហ្នឹងគឺពិបាកក្នុងការបើកមែនទេបើសិនជាគាត់ហ៊ានបើកអាចនឹង spell មក portal ហ្នឹងយកភ្លាមបាទ lot មួយនេះអត់គួរ split តែ CU គឺលេងមានតែ split តែគេអត់មិញគាត់គេឃើញវត្តមានរបស់បាដូ split គឺគេអត់តបាដូភ្លាមយកមកហើយមិញលឿនដែរសម្រាប់គាត់លឿន 5 នាក់ដៃហ្នឹងប្រុចមិញក៏ផុតដៃភ្លាមព្រុបមកចុចជាមួយនឹងផតថខោះទៅវិញព្រុបញ៉ៅភ្លាមយកព្រុបព្រុចចាហ្គេមតាំងមិនហ្គេមបងការបាទអាចមកថាអត់តែពេលដល់តទី1គាត់ control គាត់ clean ជាមួយនឹងការ zone តែនៅពេលដែលស៊ីគាត់ចាប់បានមានលុយគឺធ្វើឲ្យពួកគាត់ប្រហែល zone វិញដោយសារតែមេឃរបស់គេឈឺពេកគេឈឺខ្លាំងពេកបាទអាយ៉ាទៅឲ្យពីខាងក្រោយពី Cadenza ចាប់ detective បានកំបាន cancel ទៅអត់មានជាមួយនឹង target ក្នុងការ lock ប៉ុន្តែនៅតែមិនវាយទៅលើ detective ដូចគ្នាទៅវិញហើយពីសៀវយោបាក់អត់ទីមេគេយកទៅពីសៀវមកគេបានវាយតែលីនក៏មានការបន្តយកទៅដល់ដាប់គៀលតែវាយជាមួយនឹងសេបើចាប់ស៊ីមិនជាប់ទេចាប់ស៊ីទៅណាចាប់ស៊ីមិនបានទេជាមួយនឹង golden standard ធ្វើការតែវាយ shadow បើចង់ក្រោយជាមួយនឹងការផ្ទុះSky ភាសាបាន6ជាពេញសាច់យកដល់ពីសេមកសាដូមិញ all in យកមកទាំង skill ទី1ទាំង sprint តែចាប់ស៊ីនតែចាប់អត់ទាន់បាទឥឡូវ T3 នៅខាងផ្លូវ Midland សល់វត្តមានរបស់ Wiki Lens Steady Wiki មក spawn មិនទាន់ទេចេញជំនះ game ទី2គឺបានទៅលើ CU Gaming Oh my god អូ smooth ដល់បងការ